បាទសូមជម្រាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងរៀនសរសេរប្រយោគសរសេររបស់ពីភាសាខ្មែរទៅជាភាសាអង់គ្លេសបាទហើយអ្នកទាំងអស់គ្នាគួរតែយកប៊ិចសៀវភៅរៀនសរសេរជាមួយខ្ញុំបាទដើម្បីបង្កើនសមត្ថភាពនៅក្នុងការសរសេរភាសាអង់គ្លេសយើងគួរតែសរសេរពីភាសាខ្មែររៀនមើលពីភាសាខ្មែរទៅជាភាសាអង់គ្លេសសិនបាទថ្ងៃនេះយើងមាន4ល្បះឬក៏4ប្រយោគដើម្បីរៀនសរសេរក្នុងថ្ងៃហ្នឹងបាទល្បះទី1តើតើពីគេជំនួយការម្នាក់នៅក្រមប្រឹក្សាអភិវឌ្ឍកម្ពុជាមានសេរីភាពឡើងវិញហើយការពីម្សិលមិញទោះបីជាមន្ត្រីរូបនោះមានពិរុទ្ធភាពក្នុងករណីទាមទារសំណូកនៅក្នុងការដំណើរការដាក់ពាក្យស្នើសុំក្តីគេរៀងវែងតិចបាទប៉ុន្តែខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នារៀនមើល clear វាថាយើងគួរតែចាប់ដើមសរសេរពីចំណុចណាទៅបាទឥឡូវយើងមើលប្រធានមួយណាជាប្រធាននៅក្នុងល្បះខាងលើនេះអានេះគេហៅថាមកល្បះវាមកកថាខណ្ឌណាជំនួយការម្នាក់នៅក្រមប្រឹក្សាអភិវឌ្ឍកម្ពុជាអូខេខ្ញុំចង់ឲ្យអ្នកគ្នាមើលអានេះសិនអញ្ចឹងhighlight វាមួយចុះអញ្ចឹងសរសេរអាហ្នឹងសិនជំនួយការម្នាក់នៅក្រមប្រឹក្សាអភិវឌ្ឍកម្ពុជាយ៉ាងណាថាម៉េច earn បាទ assistant បាទ earn assistant ជំនួយការម្នាក់នៅគេ at គេនៅក្រមប្រឹក្សាat នៅក្រមប្រឹក្សាអភិវឌ្ឍ at console yes console នៅក្រមប្រឹក្សាអូខេអញ្ចឹងអាពាក្យថា console ហ្នឹងយើងប្រែថាម៉េចយើងប្រែថាក្រមប្រឹក្សាបាទ at the console yeah console at the console sorry ដាក់នេះមួយនេះវាជាឈ្មោះគេអញ្ចឹងយើងដាក់សរធំ at the console នៅក្រមប្រឹក្សាអភិវឌ្ឍកម្ពុជានេះគេយើងដាក់ថា for develop បាទ for the develop បាទ for the development កម្ពុជាគេ of Cambodia យើងដាក់ of Cambodia មក of Cambodia បាទយើងបានហើយនេះ earn assistant at the console for the development of Cambodia ជំនួយការម្នាក់នៅក្រមប្រឹក្សាអភិវឌ្ឍកម្ពុជា Console for the Development of Cambodia ហ្នឹងគឺជំនួយការគេក្រមប្រឹក្សាអភិវឌ្ឍកម្ពុជាបាទយើងមើលទៀតមានសេរីភាពឡើងវិញអញ្ចឹងមានសេរីភាពឡើងវិញហើយការពីម្សិលមិញខ្ញុំចង់អ្នកសេរប៉ុណ្ណេះមានសេរីភាពឡើងវិញហើយការពីម្សិលមិញអូខេយើងមើលប៉ុណ្ណឹងហើយយើងគួរតែចាប់ដើមសរសេរយ៉ាងម៉េចបាទមានសេរីភាពឡើងវិញហើយពាក្យថាមានសេរីភាពឡើងវិញហ្នឹងមានន័យថាត្រូវបានគេដោះលែងអូខេអត្ថន័យនៅក្នុងល្បះហ្នឹងសំដៅថាជំនួយការម្នាក់នៅក្រមប្រឹក្សាអភិវឌ្ឍកម្ពុជាហ្នឹងណាមានថាគាត់ត្រូវបានគេដោះលែងហើយការពីម្សិលមិញអត្ថន័យគឺអញ្ចឹងវាស្មើនឹងពាក្យថាclear ថាមានសេរីភាពឡើងវិញហើយការពីម្សិលមិញអញ្ចឹងយើងអាចសរសេរថាមានសេរីភាពឡើងវិញហើយ walk បាទ walk free អូខេអាពាក្យថា walk free នេះយើងប្រែថាត្រូវបានគេដោះលែងហ្នឹងហើយបាទ walk free ប្រែថាត្រូវបានគេដោះលែង walk free ត្រូវបានគេដោះលែងឬក៏មានថាមានសេរីភាពឡើងវិញហើយកាលពីម្សិលមិញ yesterday បាទ yesterday មកចប់មួយឥឡូវយើងមួយទៀតទោះបីជាមន្ត្រីរូបនោះមានពិរុទ្ធភាពអូខេទោះបីជាមន្ត្រីរូបនោះមានពិរុទ្ធភាពឥឡូវយើងមើលប៉ុណ្ណេះសិនយើងមើលប៉ុណ្ណឹងទោះបីជាមន្ត្រីរូបនោះមានពិរុទ្ធភាពក្នុងករណីទាមទារសំណូកអញ្ចឹងយើងគួរតែដាក់ថាម៉េចទោះបីជា despite ពាក្យថាបាទ despite នេះប្រែថាទោះបីជាបាទអូខេ despite sorry despite ទោះបីជាបាទមន្ត្រីរូបនោះទោះបីជាមន្ត្រីរូបនោះមានពិរុទ្ធភាព
យើងអាចទៅសេថាលក្ខណៈជា passive បាទ being found បាទ being found ត្រូវបានគេរកឃើញអញ្ចេះក៏បានដែរទោះបីជាត្រូវបានគេរកឃើញឬក៏មានពិរុទ្ធភាពអញ្ចឹងយើងដាក់ថា being found guilty ពាក្យ found guilty មានតែត្រូវបានគេរកឃើញថាមានពិរុទ្ធភាពក្នុងករណីទាមទារសំណូកក្នុងករណីមានន័យថាពីបទអ្វីមួយមានពិរុទ្ធភាពពីបទទាមទារសំណូកអញ្ចឹងយើងដាក់ of demand ពីបទ demanding ហេតុអីបានដាក់តែ demanding ដោយសារតែ demand នេះវានៅពីមុខ preposition of អញ្ចឹងយើងគេអាសាប់ទៅតែបន្ថែម ing of demanding price បាទអញ្ចឹងវាថា price យើងប្រែថាម៉េច price នេះសំណូកបាទសំណូកចប់មួយទៀតនៅក្នុងដំណើរការ sorry នៅក្នុងដំណើរការដាក់ពាក្យស្នើសុំក្តីអូខេនៅក្នុងដំណើរការដាក់ពាក្យស្នើសុំក្តីអញ្ចឹងយើងអាចថាដើម្បី yes ដើម្បីដំណើរការដាក់ពាក្យស្នើសុំក្តី to process បាទ to process application yes application បាទ application ប៉ុណ្ណឹងចោលបាត់ហើយអញ្ចឹងយើងអាចប្រែសារថ្មី an assistant at the console for the development of Cambodia ជំនួយការម្នាក់នៅក្រមប្រឹក្សាអភិវឌ្ឍកម្ពុជាត្រូវបានគេដោះលែងបាទត្រូវបានគេដោះលែងឬក៏មានសេរីភាពឡើងវិញហើយកាលពីម្សិលមិញទោះបីជា despite បាទទោះបីជាត្រូវបានគេរកឃើញមានពីរដ្ឋភាពពីបទបាទមានវិរុទ្ធភាពពីបទទាមទារសំណូកដើម្បីដំណើរការដាក់ពាក្យស្នើសុំក្តីគេចប់មួយហើយចូលមួយចំណុចទៀតមន្ត្រីសាលារាជធានី2នាក់ត្រូវបានដោះលែងឲ្យមានសេរីភាពដែរទោះបីជាមានពិរុទ្ធភាពក្នុងករណីកັບកេងមូលនិធិសាធារណៈក្តីអញ្ចឹងយើងដាក់ថាមន្ត្រីសាធារណៈមន្ត្រីសាលារាជធានី2នាក់បាទយើងសេណាមកយេមន្ត្រីសាលារាជធានី2នាក់អញ្ចឹងដាក់ថាធូមន្ត្រីគេសាលារាជធានីCity Hall បាទ City Hall មន្ត្រី official បជាសេអង់គ្លេសគឺបជា official យ៉ាមន្ត្រីសាលារាជធានី2នាក់អូខេចប់ត្រូវបានដោះលែងឲ្យមានសេរីភាពដែរអូខេត្រូវបានដោះលែងឲ្យមានសេរីភាពដែរអញ្ចឹងយើងមកពីដែរអានេះវាតើតាមពី past simple passive អញ្ចឹងយើងដាក់ថាអូខេ were also free yes free វាដោះលែង were also free បាទ were also free ត្រូវបានគេដោះលែងឲ្យមានសេរីភាពដែរយេទោះបីជាមានពិរុទ្ធភាពយើងដាក់នឹងមួយសិនទោះបីជា despite មិញហ្នឹង despite ទោះបីជាមានពិរុទ្ធភាព being found យើងប្រើលក្ខណៈ passive ញ៉ាំមក despite being found មិញ found guilty មានពិរុទ្ធភាពអូខេចប់មួយក្នុងករណីគឺ of អីមួយ something អញ្ចឹងណាបាទខ្ញុំកត់ប៉ុណ្ណឹងមកក្នុងករណីឬក៏ពីបទមានន័យថាពីបទ of អីគេកាប់កេងអង់គ្លេសថាម៉េចបាទ pocketing កាប់កេង pocketing កាប់កេងលុយឬក៏មូលនិធិសាធារណៈក្តី yes អញ្ចឹងយើងដាក់ថាមូលនិធិសាធារណៈ public បាទ public fund អូខេចប់ហើយប៉ុណ្ណឹង
ខេមួយទៀតអូខេចៅក្រមបានពិន័យគាត់ជាទឹកប្រាក់ចំនួន4លានរៀលគេចៅក្រម the judge បានពិន័យគេ fine yes fine គឺពិន័យគាត់នៅទឹកប្រាក់ប៉ុន្មាន fine him 4លានរៀលអញ្ចឹង data 4 million yes million real ហ្នឹងចប់បាទអូខេបញ្ចូលរបស់ចុងក្រោយលោកអោមយមទៀងប្រធានអង្គភិបប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនមន្ត្រីរូបនេះក្រោយពីក្រុមហ៊ុនសហគ្រាសនានាចាប់ផ្ដើមត្អូញត្អែអញ្ចឹងអ្វីដែលយើងគួរធ្វើគឺយើងដាក់ថាលោកអោមយមទៀងប្រធានអង្គភិបប្រឆាំងអំពើពុករលួយយេពុករលួយប៉ុណ្ណឹងសិនអានេះវាជាប្រធាននៃប្រយោគហ្នឹងហើយអញ្ចឹងយើងទៅសេប៉ុណ្ណឹងសិនកុំឲ្យគិតវែងឆ្ងាយលោកអោមយមទៀងយើងដាក់ថាអោមជំទៀងអូខេ Mr. អោមជំទៀងអោមយិន yes យិនទៀងបាទយើងដាក់ comma មួយ yes ហើយយើងដាក់នាមត្រួតគឺមួយណាប្រធានអង្គភិបប្រឆាំងអំពើពុករលួយយើងប្រសិនបើសរសេរឈ្មោះនៅខាងមុខអញ្ចឹងគឺយើងត្រូវតែដាក់ comma បាទយើងត្រូវដាក់ comma មួយប្រធានអង្គភិបប្រឆាំងអំពើពុករលួយអង់គ្លេសថាម៉េចប្រធានអង្គភិបប្រឆាំងអំពើពុករលួយ anti corruption unit បាទហើយបានដាក់ comma មួយទៀតណាបាទបើសិនបើនាមត្រួតឬក៏ទូនាទីនៅបន្ទាប់ពីអានាមជាឈ្មោះនេះយើងត្រូវដាក់ comma សងខាងបាទបានឃាត់ខ្លួនមន្ត្រីរូបនេះបាទបានឃាត់ខ្លួនអូខេបានឃាត់ខ្លួនអីថាម៉េចបានឃាត់ខ្លួន made the arrest បានឃាត់ខ្លួន the official yes មន្ត្រីរូបនេះអូខេមន្ត្រីរូបនេះដាក់ត្មងអានេះមក clear វាមកបាទក្រោយពីក្រុមហ៊ុនសហគ្រាសនានាគេយើងដាក់សេប៉ុណ្ណេះមក like សិនក្រោយពីគេ after ក្រុមហ៊ុនសហគ្រាសនានាយើងដាក់ថា businesses ប៉ុណ្ណេះមកបានហើយបាទ businesses គឺក្រុមហ៊ុនសហគ្រាសនានាចាប់ផ្ដើមគេចាប់ផ្ដើមត្អូញត្អែបាទចាប់ផ្ដើមត្អូញត្អែអង់គ្លេសថាម៉េចចាប់ផ្ដើមត្អូញត្អែចាប់ផ្ដើមគេ start yes started បានចាប់ផ្ដើមត្អូញត្អែគេគេ complaining គេហ្នឹងចប់ហើយដែលបានដាក់ complaining ដោយសារតែបន្ទាប់ពីគេឲ្យ sub start អញ្ចឹង start doing something គេយើងប្រែថាម៉េច Mr. អមខ្ញុំទៀង anti corruption unit អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើការចាប់ខ្លួនមន្ត្រីរូបនេះបន្ទាប់ពីក្រុមហ៊ុននានាបានចាប់ផ្ដើមត្អូញត្អែជាឥឡូវការសរសេររបស់យើងគឺចប់ហើយសង្ឃឹមថាអ្នកនរនឹងចេះរបៀបសរសេរនៅក្នុងថ្ងៃហ្នឹងបាទនៅក្នុងថ្ងៃហ្នឹងផងដែរបាទសូមជម្រាបលាអរគុណច្រើន